បាទសួស្តីសម្រាប់បងប្អូនដែលចង់ចេះរកលុយជាមួយ Facebook ណាហើយតើយើងត្រូវមានលក្ខខណ្ឌអីខ្លះដើម្បីរកលុយជាមួយ Facebook បានអញ្ចឹងកុំភ្លេចតាមដានវីដេអូបទរបស់ខ្ញុំទាំងអស់គ្នាបាទទីមួយមុននឹងយើងចង់បាន page រកលុយជាមួយ Facebook តើយើងត្រូវធ្វើរបៀបណាទីមួយយើងត្រូវមាន page សិនបងប្អូនមុននឹងមានpage តែយើងត្រូវធ្វើដូចម្ដេចអញ្ចឹងយើងតែទៅបង្កើត page បងប្អូនហើយបងប្អូនដែលចង់បង្កើត page យើងចូលកន្លែង page នេះមកពេលខ្លះរូបភាពវាមាននៅកន្លែង Facebook របស់យើងជាដល់ពេលខ្លះវាអត់មានអញ្ចឹងយើងអាចចុច see more អញ្ចឹងណាបើសិនជាវាអត់មានវាថា page នៅលើ Facebook របស់យើងអញ្ចឹងណាអញ្ចឹងយើងចង់បង្កើត page រកលុយអញ្ចឹងយើងត្រូវរៀបចំ page ឲ្យបានស្អាតមុននឹងបង្កើត page រកលុយជាមួយ Facebook បាទអញ្ចឹងយើងចូលក្នុងពាក្យ page មកបងប្អូនហើយយើងចូលក្នុងពាក្យ page ហើយសម្រាប់ admin មាន page ស្រាប់ប៉ុន្តែ admin ចង់បង្កើត page ថ្មីឲ្យបងប្អូនចេះបង្កើតអញ្ចឹងដើម្បីរៀបចំឲ្យបានគ្រប់ជ្រុងជ្រោយហើយតាមលក្ខខណ្ឌរបស់ Facebook អញ្ចឹងបងប្អូនអញ្ចឹងយើងយកពាក្យថា create ad page នេះយើងចុចលើវាមកយើងចុចលើវាហើយអឺវាមានពីរចំណុចបងប្អូនខាងលើគឺថា personal វាមិនpersonal ហ្នឹងមានថាប្រើផ្ទាល់ខ្លួនហើយខាងក្រោមនេះប៉ុន្តែបងប្អូនខ្ញុំ admin recommend ថាយកខាងក្រោមនេះទៅដើម្បីយើងបង្កើត page រលុយអញ្ចឹងយើងចុចពាក្យ next មកបន្ទាប់ពីចុចពាក្យ next រួចបងប្អូនដាក់ឈ្មោះ page របស់យើងតើ content របស់បងប្អូនចង់ធ្វើពីរបៀបអ្វីវីដេអូអ្វីអញ្ចឹងបងប្អូនចុចលើកន្លែងថាpage name នេះមកឥឡូវបងប្អូនថា page របស់បងប្អូនថាដាក់ឈ្មោះអ្វីមួយដែលថាឥឡូវបងប្អូនមានឈ្មោះអីមួយអញ្ចឹងណាសម្រាប់ admin អញ្ចឹង admin ឧទាហរណ៍ថាឥឡូវ page របស់ admin ឈ្មោះ loan ពិសិដ្ឋអញ្ចឹងadmin វាយតាមហ្នឹងមកហើយបងប្អូនអាចវាយតាម admin បានបងប្អូនហ្នឹងហើយយើងវាយមកហើយយើងចុចពាក្យថា next មកហើយយើងរងចាំបន្តិចហើយអញ្ចឹងយើងដាក់កន្លែងនេះគេថាអឺអឺ content របស់យើងតើយើង content របស់យើងចង់ធ្វើពីអីហើយសម្រាប់ admin តែសាមញ្ញទេ admin យកទៅសរ C មកវានឹងចេញបង្ហាញបងប្អូនឃើញហើយអញ្ចឹងadmin យកពាក្យថា digital creator អញ្ចឹងយកមកបងប្អូនធ្វើពី game បងប្អូនអាចយកពាក្យថា gaming បានការលេង game អញ្ចឹងយើងចុចពាក្យថា create page មកបាទបងប្អូនរងចាំបន្តិចវាកំពុងតែដើរអឺហ្នឹងហើយឥឡូវកន្លែងនេះកន្លែងរៀបចំ page អញ្ចឹងបងប្អូនមិនចង់រៀបចំ page ឲ្យរួចរាល់ហើយក៏បានមិនចង់រៀបក៏បានដែរហើយយើងថាយើងមើលតាមហ្នឹងណាហើយអញ្ចឹងយើងចុចពាក្យថា next មកបាទយើងចុចពាក្យនេះយើងរងចាំបន្តិចហើយយើងបើសិនជាអាចយើងនិចឲ្យហើយសិនទៅចាំយើងមកតាំង profile តាមក្រោយទៀតចឹងបងប្អូនយើងចុចនេះពាក្យថា next ទៀតមកបាទហើយអានេះការ invite friend ប៉ុន្តែយើងមិនតន់ invite ទេចាំ invite តាមក្រោយក៏បានដែរអញ្ចឹងយើងចុចពាក្យ next មួយទៀតមកហើយបន្តមកយើងចុចពាក្យដដានមកបាទអញ្ចឹងនេះ page របស់ admin បានរៀបចំរួចជាស្រេចអញ្ចឹងកុំភ្លេចតាមដានវីដេអូក្រោយទៀត admin នឹងបង្រៀនបងប្អូនរបៀបការរៀបចំ page ឲ្យវាគ្រប់លក្ខខណ្ឌស្តង់ដារដើម្បីរកលុយជាមួយ page Facebook page បាទអរគុណជួបគ្នាវីដេអូក្រោយ